បាទសូមគោរពជម្រាបសួរដល់ពុកម៉ែបងប្អូនលោកគ្រូអ្នកគ្រូបងប្អូនរួមជំនឿជាទីគោរពរាប់អានខ្ញុំបាទសាន់យូអែលមានសេចក្តីរីករាយដែលបានមកនៅថ្ងៃនេះនាំនៅព្រះបន្ទូលសម្រាប់ជាការលើកទឹកចិត្តដល់ពុកម៉ែបងប្អូនលោកគ្រូអ្នកគ្រូក៏ដូចជាបងប្អូនរួមជំនឿទាំងអស់គ្នាព្រះគម្ពីរដែលខ្ញុំបានដកស្រង់នៅថ្ងៃនេះគឺនៅក្នុងព្រះគម្ពីរទំនុកដំកើងចំពោះ23អរលោកអ្នកបងប្អូនមុននៅក្នុងការដែលឈានដល់ការដែលខ្ញុំបានអាននៅអត្ថបទព្រះគម្ពីរនៅថ្ងៃនេះខ្ញុំចង់សួរសំណួរទៅអស់លោកអ្នកបងប្អូនថាតើអស់លោកអ្នកបងប្អូនបានព្រមទទួលឲ្យព្រះយេស៊ូវគ្រីស្ទធ្វើជាអ្នកដឹកនាំយើងធ្វើជាអ្នកដែលគង់វាលយើងធ្វើជាអ្នកដែលថែរក្សាដល់យើងតែឬទេប៉ុន្តែអស់លោកអ្នកបងប្អូនជាទីស្រឡាញ់រាប់អានយើងម្នាក់គឺតែងតែចង់បាននៅការរីកចម្រើនសេចក្តីសុខសាន្តនិងភាពពេញទៅដោយព្រះពរនៅក្នុងជីវិតតើអស់លោកអ្នកបងប្អូនធ្លាប់មានបទពិសោធន៍ជាមួយនឹងការទាំងអស់នេះដែរឬទេតើបងប្អូនធ្លាប់ទទួលបទពិសោធន៍នៅពេលដែលអស់លោកអ្នកបងប្អូនខ្វះខាតហើយព្រះអង្គផ្គត់ផ្គង់អ្នកដែរឬទេអត្ថបទព្រះគម្ពីរនៅថ្ងៃនេះនៅក្នុងទំនុកដំកើងចំពោះ23ព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំនឹងមិនខ្វះអ្វីសោះទ្រង់ឲ្យខ្ញុំដេកសម្រាកនៅទីមានស្មៅខៀវខ្ចីទ្រង់នាំខ្ញុំទៅក្បែរមាត់ទឹកដែលហូរគ្រឿនទ្រង់កែប្រលឹងខ្ញុំឡើងវិញទ្រង់នាំខ្ញុំទៅតាមផ្លូវសុចរិតដោយយល់ដល់ព្រះនាមទ្រង់ទោះបើទូលបង្គំដើរកាត់ច្រកភ្នំនៃមលុបសេចក្តីស្លាប់ក៏ដោយគង់តែមិនខ្លាចសេចក្តីអាក្រក់ណាឡើយត្បិតទ្រង់គង់នៅជាមួយនឹងទូលបង្គំប្រណងហើយនឹងដំបងរបស់ទ្រង់កំសាន្តចិត្តទូលបង្គំទ្រង់រៀបតុនៅមុខទូលបង្គំចំពោះពួកខ្មាំងសត្រូវផងទ្រង់ចាក់ប្រេងលាបលើក្បាលទូលបង្គំពេញនៃទូលបង្គំក៏ពេញហៀប្រកាសជាសេចក្តីសប្បុរសនិងសេចក្តីមេត្តាករុណានឹងជាប់តាមខ្ញុំរាល់តែថ្ងៃដល់រាបដល់អស់មួយជីវិតខ្ញុំហើយខ្ញុំនឹងនៅក្នុងដំណាក់នៃព្រះយេហូវ៉ាជារៀងរៀបដល់រាបទៅអាមែននេះគឺជាព្រះបន្ទូលដែលព្រះអង្គបានសន្យាហើយបានប្រាប់យើងឲ្យអស់លោកអ្នកបងប្អូនយកព្រះអង្គគឺជាអ្នកគង្វាលនៅពេលដែលអស់លោកអ្នកបងប្អូនយកព្រះអង្គធ្វើជាអ្នកគង្វាលរបស់យើងនោះយើងនឹងមិនខ្វះអ្វីសោះទ្រង់នឹងរៀបចំកន្លែងដែលមានស្មៅខៀវខ្ចីសម្រាប់អស់លោកអ្នកបងប្អូនឲ្យយើងបានសម្រាកនៅក្បែរមាត់ទឹកដែលហូរគ្រឿនព្រះអង្គនឹងជួសជុលព្រះអង្គនឹងកែតម្រង់ព្រលឹងវិញ្ញាណរបស់យើងទោះបីជាយើងស្ថិតនៅក្នុងស្ថានភាពអាក្រក់យ៉ាងណាក៏ដោយព្រះអង្គនឹងការពារកូនរបស់ទ្រង់ព្រះអង្គនឹងថែរក្សាហើយព្រះអង្គនឹងការពារយើងឲ្យរួចពីសេចក្តីទុក្ខវេទនាផ្សេងដូច្នេះលោកអ្នកបងប្អូនគ្រាន់តែទុកចិត្តហើយជឿតាមនោះព្រះអង្គនឹងធ្វើការនៅក្នុងជីវិតអស់លោកអ្នកបងប្អូនអរគុណច្រើននេះគឺជាព្រះបន្ទូលនៅថ្ងៃនេះសូមឲ្យព្រះបន្ទូលនៅថ្ងៃនេះបានដាក់ជាប់នៅក្នុងដួងចិត្តរបស់អស់លោកអ្នកបងប្អូនហើយសូមឲ្យបានសម្លឹងមើលទៅកាន់ព្រះអង្គគង់នៅជាមួយនឹងលោកអ្នកបងប្អូនព្រះអង្គការពារអស់លោកអ្នកបងប្អូនហើយព្រះអង្គនឹងទំនុកបម្រុងដល់អស់លោកអ្នកបងប្អូនអាមែនសូមព្រះប្រទានពរ